បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះធ្វើវីដេអូបាទជាមួយនឹងឈុត12 Fed បាទជាប្រភេទ IGB គឺទៅខាងគេដូចជាកោះកុងបាទខាងកោះកុងបាទដោយសារគាត់កំងជាមួយចាស់ដែរទេពុកម៉ែបងប្អូនបាទគាត់យកទៅប្រើប្រភេទទឹកប្រៃបាទទឹកប្រៃពុកម៉ែបងប្អូនដែលមានតម្រូវត្រូវការប្រើដុំម៉ូទ័រឆក់ត្រីឬក៏ឆក់កងហើយទឹកប្រៃអាចញាក់បកបើជាប្រភេទ RGB បាទប្រភេទ RGB នេះវាអត់ចាញ់ទឹកដូចប្រភេទ BTA ទេបាទដូចប្រភេទ BTA ទេវាប្រើល្អសម្រាប់ទឹកប្រៃគាត់ថាភ្លើងវារាងស្ទើអញ្ចឹងពុកម៉ែបងប្អូនបាទប្រាប់ពុកម៉ែបងប្អូនត្រង់ភ្លើងវាចំនួនវ៉ុលយើងប្រៀបធៀបចំនួនវ៉ុលយើងគិតអំពែគិតចំនួនវ៉ុលមិនមែនកម្លាំងគឺចំនួនវ៉ុលវាទាបបាទចំនួនវ៉ុលវាចេញទៅវាទាបបើប្រៀបធៀបជាមួយនឹង BTA តែវាអត់ចាញ់ទឹកទេបាទអញ្ចឹងគឺត្រូវការពុកម៉ែបងប្អូនចុចភាគច្រើនគឺអាចរកបានជាមួយនឹងកត្រងអីហ្នឹងទៅប្រើវាស្រួលបាទយើងចុចជាប់ហើយយើងបោះមកអញ្ចឹងពុកម៉ែបងប្អូនបាទតែបើចុចឲ្យវាងាប់ក៏បានដែរតែវារាងយឺតបាទរាងយឺតដោយសារអីវ៉ុលវាតិចវ៉ុលវាតិចទេវាដូចប្រភេទ BTA ទេ BTA វ៉ុលវាដាក់អំពូលគឺភ្លឺឡើងចាយតែនេះគឺភ្លឺមើលមើមទេបាទភ្លឺមើលមើមទេអញ្ចឹងបើសិនជាប្រើជាមួយនឹងទឹកសាបយើងគឺវាដូចជារាងមិនទៅត្រូវដោយសារអីវ៉ុលវាទាបបើប្រៀបធៀបជាមួយនឹងប្រភេទBTA វ៉ុលខ្ពស់ជាងចុចងាប់ជាងបាទអញ្ចឹងបើទឹកសាបពុកម៉ែបងប្អូនប្រើជាប្រភេទ BTA ទៅតែបើទឹកពុកម៉ែបងប្អូនប្រៃក៏ដូចជាប្រភេទទឹកទឹកអាចញាក់មកមើលប្រភេទ RGB បាទ RGB មួយខ្ញុំមានម្នាក់គាត់ទិញយកទៅចាប់កងបាទហើយបងនេះគាត់យកទៅឆក់ត្រីទេតែទឹកខាងគាត់ប្រើ BTA កើតដោយសារអីដាក់ទៅស្ងាត់ចឹងពុកបងប្អូនបាទជាប្រភេទទឹកលេងប្រៃលេងជួយអញ្ចឹងទៅគាត់នៅជាសមុទ្រអញ្ចឹងហើយគាត់ប្រើប្រភេទនេះក៏ប្រើបានតែគាត់ថាភ្លើងវារៀងស្ទើតែប្រើបានអញ្ចឹងយើងអត់មានជំរើសទេដោយសារអីប្រភេទ IGB នេះគឺមិនថា12គ្រាប់មិនថាលើសនឹងបាទឧទាហរណ៍ថា24គ្រាប់ RGB ហើយនឹង24គ្រាប់ BTA វាឈ្នះ BTA ទៅចំនួនវ៉ុលវាក៏ប៉ុន្តែអ្វីដែលវាឈ្នះគឺវាអាចរកបានបាទ BTA វ៉ុលវាច្រើនដាក់ទៅស្ងាត់ប៉ុន្តែដល់ពេលប្រភេទ RGB គឺរកបានចឹងបាទអញ្ចឹងគឺប្រភេទនេះគេរៀបមកសម្រាប់ទឹកប្រៃវ៉ុលវាចេញរាងស្ទើតែរកបានបាទរកបានតោះឥឡូវយើងសាកមើលជាមួយនឹងពូលរបស់ខ្ញុំពុកម៉ែបងប្អូនមកហើយដាក់ជាមួយនឹងដង្ហើម0.3 អាំពែទៀតបាទលើវូមកដង្ហើមវាបាទពុកបងប្អូនឃើញទេហើយសម្លេងនេះគឺបែបហ្នឹងបាទនេះគឺក្តៅនេះគឺវារាងត្រជាក់បាទសម្លេងបែបហ្នឹងហើយពូលគឺឆេះមកមើមញ៉ោពុកម៉ែបងប្អូនមកឆេះមកមើមបាទយ៉ាងទេអង្គុយខ្ញុំវាស្ទើភ្លើងបាទស្ទើភ្លើងអំពូលខ្ញុំអាគុយថ្មីវានឹងភ្លឺជាងនឹងអញ្ចឹងពុកម៉ែបងប្អូនដែលមានតម្រូវត្រូវការជាមួយនឹងទឹកប្រៃអាចងាកមកមើលឈុតនេះបាទគ្រាន់តែដូចខ្ញុំប្រាប់អញ្ចឹងភ្លើងវាល្បាក់ប្រហែលជា200ជាងឬក៏ក្រោម300វាដូចប្រភេទ BTA ទេ BTA ប្រហែលជាលើ300ដោយសារអីពូលចាយតែម្ដងអញ្ចឹងមកប្រើទឹកសាបខ្ញុំអត់ recommend ឲ្យពុកម៉ែបងប្អូនប្រើទេជាមួយនឹងឈុតនេះដោយសារអីវាចុចត្រីវាងាយងាប់បាទហើយបើប្រើដងទៀតនោះតាមស្រួលដើរខឹងបដ ாய் បាទចុចងាយងាប់ផងភាគច្រើនគេរកជាមួយនឹងត្រង់ហើយអាចរកជាមួយនឹងទឹកប្រៃអញ្ចឹងដោយសារអីទឹកប្រៃវាអត់ចាញ់ហើយប្រភេទទឹកសាបវាអត់ត្រូវទេដោយសារទឹកសាបក៏រកបានដែរគ្រាន់តែបើសិនជាវ៉ុលវាតិចនិងវ៉ុលខ្ពស់យើងប្រើវ៉ុលខ្ពស់ទៅងាប់លឿនបាទអញ្ចឹងអរគុណបាទអរគុណវីដេអូថ្ងៃនេះមានតែប៉ុណ្ណេះទេបាយបាយ